ឯកឧត្តមខៀវកញ្ញរិទ្ធឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាតំណាងរាជមណ្ឌលកំពង់ចាមនៅល្ងាចថ្ងៃទី23ខែមេសាឆ្នាំ2025បានអញ្ជើញផ្ដល់ភ្លើងបូជាសពឯកឧត្តមសុកសំអល់ទីប្រឹក្សាសម្ដេចតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានិងត្រូវជាឪពុកបង្កើតឯកឧត្តមសុកប្រសិទ្ធរដ្ឋលេខាធិការក្រសួងព័ត៌មានឯកឧត្តមសុកសំអល់បានទទួលមរណភាពនៅថ្ងៃអាទិត្យ8រោចខែចែកឆ្នាំម្សាញ់ស័កស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី20ខែមេសាឆ្នាំ2025វេលាម៉ោង 14:45 នាទីរសៀលក្នុងជន្មាយុ85ឆ្នាំដោយរោគគាពៀតសពឯកឧត្តមសុកសំអល់ត្រូវបានតម្កល់ធ្វើបុណ្យតក្កណានុប្រទានតាមប្រពៃណីសាសនានៅវត្តបញ្ចកែវមនីរិស័យសាច់ស្ថិតនៅផ្លូវព្រៃសរភូមិប្រការសង្កាត់ព្រៃសរខណ្ឌដង្កោរាជធានីភ្នំពេញតាមរយៈវិយោគថាឯកឧត្តមសុកសំអល់បានប្រសូតនៅថ្ងៃទី5ខែមេសាឆ្នាំ1941នៅភូមិកំពង់តាឡុងភូមិបឹងខ្យាងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលលោកមានឪពុកនាមសំសុកនិងអ្នកម្ដាយនាមព្រាបរ៉េនឯកឧត្តមមានបងប្អូនបង្កើតចំនួន9នាក់ប្រុស3នាក់ស្រី6នាក់ហើយឯកឧត្តមជាកូនទី1ក្នុងគ្រួសារក្នុងវ័យកុមារភាពឯកឧត្តមបានរស់នៅក្នុងបន្ទុកឪពុកម្ដាយហើយក៏ត្រូវបានបញ្ជូនឲ្យទៅសិក្សារៀនសូត្រនៅសាលានៅស្រុកកំណើតរហូតបានបញ្ចប់ការសិក្សាថ្នាក់ទី12ឯកឧត្តមសុកសំអល់ត្រូវបានចាស់ទុំរៀបចំទុកដាក់ឲ្យមានគូស្រករទៅតាមប្រពៃណីក្នុងជីវិតគូរបស់ឯកឧត្តមទទួលបាននៅចំណងដៃអនុស្សាវរីយ៍អាពាហ៍ពិពាហ៍គឺបុត្រចំនួន4នាក់ប្រុស3នាក់ស្រី1នាក់ទី1ឯកឧត្តមសុកប្រសិទ្ធទី2លោកស្រីសុកដាលីទី3ឧត្តមសេនីយ៍ត្រីសុកវិបុលនិងទី4លោកសុកមនីពងឆ្លងតាមការបម្រើការងារជាក់ស្ដែងកន្លងមកឯកឧត្តមត្រូវបានរាជរដ្ឋាភិបាលនិងព្រះមហាក្សត្រប្រោសប្រទានតែងតាំងនិងផ្លាស់ប្ដូរមុខតំណែងសំខាន់មានពីឆ្នាំ1965ដល់ឆ្នាំ1970ជាអនុសេនីយ៍ឯកនៃក្រសួងសន្តិសុខជាតិចន្លោះឆ្នាំ1978ដល់ឆ្នាំ1979រត់ចេញពីត្រពាំងថ្មស្រុកប្រណេតព្រះដើម្បីចូលរួមរំដោះជាតិតាមការអំពាវនាវរបស់សម្ដេចអគ្គមហាទាំង3ពីឆ្នាំ1979ដល់ឆ្នាំ1990ចូលរួមបម្រើជាតិនៅគ្រប់សមរភូមិប្រយុទ្ធតាមការចាត់តាំងរបស់បកនិងរដ្ឋពីឆ្នាំ1991ដល់ឆ្នាំ1993ជានាយទាហានយោធានិងជាអនុប្រធានយោធាក្រុងភ្នំពេញទទួលបន្ទុកភស្តុភារហិរញ្ញវត្ថុពីឆ្នាំ1994ដល់ឆ្នាំ1996ជាវរសេនីយ៍ឯកនៃអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃពីឆ្នាំ1997ដល់ឆ្នាំ2008ជាវរសេនីយ៍ឯកនាយទាហានកងឯកភាពអង្គរៈសម្ដេចនាយរដ្ឋមន្ត្រីហ៊ុនសែនពីឆ្នាំ2009ដល់ឆ្នាំ2011ជាឧត្តមសេនីយ៍ត្រីបញ្ជាការដ្ឋានអង្គរៈពីឆ្នាំ2011ដល់ថ្ងៃទទួលមរណភាពជាឧត្តមសេនីយ៍ត្រីចូលនិវត្តន៍តាមរយៈការងារសម្រាប់បានស្នាដៃឆ្នាំកន្លងមកឯកឧត្តមត្រូវបានរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានទូលថ្វាយព្រះមហាក្សត្រដើម្បីប្រោសប្រទានគ្រឿងឥស្សរិយយសជាតិតុបការចំនួន1គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសារីវត្តចំនួន1គ្រឿងបានសរសើរចំនួន15សន្លឹកនិងលិខិតសរសើរចំនួន15សន្លឹកផងដែរឯកឧត្តមក៏ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោហ៊ុនសែនបន្ថែមទៀតទោះបីជារូបកាយឯកឧត្តមសុកសំអល់បានរលាយបាត់ពីលើលោកយើងនេះក៏ពិតមែនប៉ុន្តែអ្វីដែលមិនអាចលុបបាត់ទៅបានដោយរូបរាងរបស់ឯកឧត្តមនោះគឺការបន្សល់ទុកនៅគំរូជាស្វាមីដ៏ល្អជាលោកឪពុកប្រកបដោយព្រហ្មវិហារធម៌ព្រមទាំងអំពើជាកសលជាកិត្តិយសសេចក្តីថ្លៃថ្នូរភាពអំណត់ព្យាយាមភាពម៉ឺងម៉ាត់ក្នុងការងារស្នាដៃដ៏ល្អក្នុងភារកិច្ចកសាងនិងការពារជាតិមាតុភូមិនៃយើងនៅតែថិតថេរជានិច្ចគ្មានថ្ងៃលុបបំបាត់ឲ្យសាបសូន្យបានឡើយឯកឧត្តមសុកប្រសិទ្ធរដ្ឋលេខាធិការក្រសួងព័ត៌មានតាំងនាមឲ្យក្រុមគ្រួសារនៃសពសូមថ្លែងនៅអំណរប្រគុណនិងអរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះវត្តមានព្រះព្រហ្មចិត្តបណ្ឌិតម៉ាធិរីព្រះរាជាគណៈថ្នាក់កិត្តិយសនិងជាព្រះគ្រូចៅអធិការវត្តឫស្សីសាញ់ព្រះសង្ឃគ្រប់ព្រះអង្គវត្តមានឯកឧត្តមគណៈអធិបតីឯកឧត្តមរដ្ឋលេខាធិការឯកឧត្តមអនុរដ្ឋលេខាធិការលោកជំទាវអ្នកអង្គញាលោកអង្គញាលោកតាលោកយាយលោកស្រីក្រុមប្រឹក្សាញាតិជិតឆ្ងាយទាំងអស់ដែលបាននិមន្តនិងអញ្ជើញចូលរួមក្នុង
កម្មវិធីបូជាសពនេះពេលនេះសូមប្រសិទ្ធពរថ្វាយប្រគេនព្រះរាជាគណៈព្រះសង្ឃគ្រប់ព្រះអង្គសូមគោរពជូនពរអាយដាមគណៈអធិបតីអាយដាមរដ្ឋលេខាធិការអាយដាមអនុរដ្ឋលេខាធិការលោកជំទាវអ្នកអញ្ញាលោកអញ្ញាលោកស្រីព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ទទួលបាននូវសេចក្តីសុខចម្រើន